លីអើយថ្ងៃណាមួយប្រសិនបើមានឱកាសខ្ញុំនឹងបានមកជួបអ្នកសាជាថ្មីម្ដងទៀតសូមឲ្យអ្នកបានសេចក្តីសុខណាជួបគ្នាយើងជួបគ្នាសូមអរគុណដែលបានថែរក្សាខ្ញុំរយៈពេលជាង1ឆ្នាំសូមអរគុណដែលផ្ដល់សេចក្តីសុខនិងអនុស្សាវរីយ៍ដ៏ល្អនៅពេលនេះទើបមកខ្ញុំត្រូវចាក់ចញ្ញាហើយអ្នកបានជួបលីអើយចំការទៅទាំងបែកជុំដែលខ្ញុំធ្លាប់ដាំខ្ញុំធ្លាប់ស្រោចទឹកខ្ញុំធ្លាប់ថែទាំលីអើយទៅទាំង